cha khám sức niệm ban rùm lịch môn ấy bình tích để tiện tên là chip thông mấy bảo lố cái nè và cao pi là khao gì kì lục ai miền sầm mặt phiêu bay xin tiết không bị sai sập bạc bảo trường bà cao pi là khao gì kì trong ai sầm đại chỉ là khao bát sa sầm đại chỉ là khao hào ri sầm đại chỉ là khao sbai miền sbai tôi sbai thum sbai po bà sau khi viết để lúc ban phơi ca sắc xa và hay chỉประมาณ năm đấy bàจับตังปีดมบงbà khi nhom phơi ca sắc xa tăngពីឆ្នាំ91រហូតមកគឺខ្ញុំ10ឆ្នាំខ្ញុំសិក្សា10ឆ្នាំបាទពីព្រោះថាខ្ញុំឈានជើងចូលមកទីក្រុងភ្នំពេញនៅឆ្នាំ91បាទ91ហ្នឹងគឺខ្ញុំកាលនោះឪពុករបស់ខ្ញុំគាត់ស្ដាប់វិទ្យុខ្ញុំនៅតែខ្មៅហ្នឹងអត់ទាន់មានទូរទស្សន៍អីទេបាទកាលនោះនៅផ្ទះរបស់ខ្ញុំក៏អត់មានភ្លើងដូចឥឡូវខ្វែងខ្វាត់ចឹងដែរហើយស្ដាប់ព័ត៌មានអីហ្នឹងទៅតាមវិទ្យុឯងបាទដល់ពេលឪពុករបស់ខ្ញុំគាត់ស្ដាប់អញ្ចឹងទៅចំនឹងពេលដែលក្រសួងវប្បធម៌គេរើសសិស្សបាទគេរើសសិស្សហើយខ្ញុំក៏លោកពុករបស់ខ្ញុំគាត់ថាគាត់ឃើញខ្ញុំចូលចិត្តច្រៀងបាទសម័យហ្នឹងឃើញខ្ញុំចូលចិត្តច្រៀងអញ្ចឹងគាត់ថាកូនឯងចង់ចូលសិល្បៈអត់ច្រៀងបែបណាដែរបាទខ្ញុំចូលចិត្តច្រៀងបទសម័យពីបទសម័យអញ្ចឹងបាទបទសម័យដូចជាបទលោកកែវសារ៉ាត់បទលោកតាសិនស៊ីសមុទ្រអីចឹងលោកអាចច្រៀងបានទៀតបាទខ្ញុំអាចច្រៀងបានពីព្រោះថាពីមុនខ្ញុំធ្លាប់ច្រៀងដល់ពេលខ្ញុំចូលសាលាវិចិត្រឆ្នាំ91 92 93ឆ្នាំ93ខ្ញុំចេញច្រៀងតន្ត្រីសម័យតាមរោងការដើម្បីយកថវិកាមករៀនសម័យហ្នឹងបាន8000បាទ8000លុយខ្មែរយើងបាទចេញទៅច្រៀងអញ្ចឹងទៅបាន8000មកវិញអីអញ្ចឹងទៅសុំគេច្រៀងដើម្បីយកថវិកាហ្នឹងមករៀនរហូតដល់ខ្ញុំច្រៀងអញ្ចឹងទៅខ្ញុំបានទៅច្រៀងនៅបារតាខ្មៅអីទៀតហើយរយៈពេលដែលខ្ញុំសិក្សាហ្នឹងគឺរយៈពេល10ឆ្នាំ6ឆ្នាំខ្ញុំសិក្សាយកបាក់ឌុប4ឆ្នាំទៀតខ្ញុំយកបរិញ្ញាបត្របាទលើលោកបានបញ្ចប់បរិញ្ញាបត្រហើយណាបាទចប់បរិញ្ញាបត្រនៅឆ្នាំ2001 2002បាទ2001 2002ហើយខ្ញុំក៏បានប្រឡងចូលក្រសួងវប្បធម៌វិចិត្រសិល្បៈនៅឆ្នាំ2001បាទក្របខ័ណ្ឌគឺជាមន្ត្រីក្របខ័ណ្ឌត្រីរាជការក្រសួងវប្បធម៌វិចិត្រសិល្បៈបាទសូមអរគុណអញ្ចឹងកម្មវិធីយើងពិតជាចង់ឲ្យលោករំលេចមកជំនាញព្រោះថាលោកចេះច្រើនអញ្ចឹងដូចជាលខោភាសាអីចឹងភាសាអីចឹងណាបាទផ្លាស់ប្ដូរបរិយាកាសផងព្រោះថានិយាយបានថាពេលល្ងាចអញ្ចឹងណាបាទគឺស្ដាប់ទៅពីរោះណាស់លោកតានិយាយល្អបាទឃ្លាបាទលូមធូដែលតាក់ទងនឹងរឿងសង្ឃសិលជ័យមិញណាដែលសង្ឃសិលជ័យទៅតាមរកព្រះមេត្តាបាទខ្ញុំសាកមកឃ្លាណាដែលមិនបាច់ភ្លេងទេបងណាបាទមិនបាច់ភ្លេងទេបាទលើសូមអបអរសាទរជូនដល់លោកសាស្ត្រាចារ្យបាទយើងស្ដាប់ទាំងអស់គ្នាឲ្យកាន់តែពីរោះរណ្ដំចិត្តបាទសិល្បៈបុរាណខ្មែរយើងគ្រាន់តែឈានជើងយ៉ាចាអើយផុតទីមូលមានរលឹកនឹកអើយអាឡ័យទុំរមមេឃ្លាតចេញមករួមមេរួមឆ្ងាយស្រណោះងែអ្នកម្ដាយយ៉ាងណាទេបាទមកគ្នាអរគុណច្រើនចានេះគឺជាសម្លេងពិតរបស់លោកសុកនាងចាសំបីតែម៉ៃយើងអត់បានជួយសម្លេងអីទាំងអស់ក៏ស្ដាប់ទៅពីរោះរលងលួយដែរសង្ឃឹមថាទូរទស្សនិកជនដែលនៅតាមគេហដ្ឋានក៏កំពុងតែស្ងើចសរសើរនៅទឹកដងសម្លេងរបស់តារាគឺជារបស់យើងចាតើតើជាមួយនឹងល្ខោនបាសាក់នេះតាមានចំណុចពិសេសអ្វីខ្លះដើម្បីតារាកិត្តិយសរបស់យើងក៏ដូចជាសិល្បករសិល្បករនេះទៀមទានៅចំណុចពិសេសរបស់គាត់ការប្រើប្រាស់នៅដង្ហើមឬក៏យ៉ាងណាចាបាទបាសាក់គាត់ទៀមទានៅដង្ហើមខ្ពស់និងសម្លេងខ្ពស់ដោយសារបទបាសាក់នីមួយៗទៀមទាសម្លេងនឹងស្រែកតឹងតែម្ដងចាបាទហើយតើតែយើងប្រើដង្ហើមលោកគ្រូរបស់ខ្ញុំគាត់ចាស់គាត់តែងតែប្រាប់ថាកុំឲ្យយើងនឹងប្រើសម្លេងនៅបំពង់កឬក៏ដើមទ្រូងខ្យល់វាខ្លីអញ្ចឹងយើងដកដង្ហើមចូលពោះហ្នឹងការហាត់រៀនតាមលោកគ្រូរបស់ខ្ញុំណាបងហើយតាមលោកគ្រូភ្លេងគាត់បាន
បានន័យថាគាត់ជួយកែសម្រួលដង្ហើមយើងច្រៀងមិនបានឡើងខ្ពស់បានយើងច្រៀងមិនបានឲ្យដង្ហើមវែងបាទអរគុណដល់លោកគ្រូបាទលោកគ្រូទាំងអស់បាទដែលបានបង្ហាត់បង្រៀនទាំងលោកគ្រូខោនក៏ដូចជាលោកគ្រូភ្លេងបាទបង្ហាត់បង្រៀនជួយដល់រូបខ្ញុំរហូតដល់សប្តាហ៍ថ្ងៃទាំងលោកគ្រូបាទភ្លេងការភ្លេងប្រពៃណីផងបាទគាត់ជួយបានន័យថានៅពេលដែលខ្ញុំឆ្ងល់ពីចំណុចណាមួយខ្ញុំតែងតែសួរលោកគ្រូហេតុអីបានជាកន្លែងនេះត្រូវចេះកន្លែងនេះត្រូវចេះដល់អញ្ចឹងទៅការសួររបស់ខ្ញុំហ្នឹងគឺបានផលច្រើនដោយសារសួរឆ្ងល់ច្រើនចម្រើនវិជ្ជាអញ្ចឹងទៅគាត់ចេះតែផ្ដល់មកទៅនេះកន្លែងនេះយើងត្រូវធ្វើចេះចេះមួយទៅខ្ញុំចាំទុកអញ្ចឹងរបស់គាត់អញ្ចឹងទៅបាទវិធីសាស្ត្រក្នុងការប្រើខ្យល់ដង្ហើមក៏ដូចជាអំណក់ដង្ហើមរបស់យើងពេលដែលយើងច្រៀងឲ្យបានសំឡេងយើងដូចខ្ពស់ឬក៏សំឡេងយើងធូរឬក៏អាចប្រើបានតុងខ្ពស់ណាគូភាសាបើសិនជាធ្វើការអធិប្បាយប្រហែលជាប្រើពេលប្រហែលនាទីដែរបាទអូវែងមែនតើបាទលោកគ្រូចាស់ដែលគាត់ប្រកែអធិប្បាយរឹតតែវែងទៅទៀតដោយសារតែភាសាទី1គួរសរសើរអ្នកសម្ដែងល្ខោនភាសាដោយសារភាសាគាត់ទៀមទាហួនបាទន័យថាហួនដៃហួនផ្លិតហួនដបងហួនដាវបាទទៀមទាលោតហក់ច្រើនបើអញ្ចឹងការលោតហក់របស់គាត់ហ្នឹងគឺមានការហត់បាទហត់ហើយសម្លេងរបស់គាត់តឹងពីយីគេបាទតឹងពីយីគេនិយាយធម្មតាដូចជាអ្នកម្ដាយអញ្ចឹងយីគេអ្នកម្ដាយយ៉ាងមិនទៅហើយតើអ្នកម្ដាយអាចក្រោករួចទេនឹងយីគេដល់ពេលភាសាអ្នកម្ដាយតឹងត្រូវការតឹងឡើងតឹងចានេះជាភាពខុសគ្នាណាបាទភាពខុសគ្នារវាងភាសានិងយីគេអញ្ចឹងត្រូវការទៀមទាសម្លេងនឹងខ្ពស់បាទបើសិនជាមានពេលវេលាគួរទៅជែកគ្នាបានអត់ពីរឿងនេះមិនត្រឹមតែសម្លេងខ្ពស់ទេបាទច្រៀងក៏ខ្ពស់ទៅទៀតដោយលោកតាសង្សរុនគាត់សម្លេងគាត់ខ្ពស់មែនទែនសរសើរមិនងាយធ្វើដូចគាត់ទេលោកយាយជែកម៉ាចបាទឃើញសម្លេងគាត់បងដែលយើងស្ដាប់ទៅរឿងចៅគិញគក់រឿងអីហ្នឹងគឺគាត់ព្រោះមែនទែនចានៅក្នុងថ្ងៃនេះកម្មវិធីរដូវរីករាយមិនត្រឹមតែធ្វើការបង្ហាញជូនតារាកិត្តិយសមួយរូបតែប៉ុណ្ណោះទេចាយើងនៅមានតារាកិត្តិយសមួយរូបទៀតដែលនឹងបង្ហាញជូនទៅដល់លោកអ្នកនៅក្នុងគណៈនេះផ្ទាល់តែម្ដងចាសូមស្វាគមន៍វត្តមានតារាកិត្តិយសរបស់យើងគឺអ្នកនាងហងដាលីនហៅស្រីពួយចាសូមអញ្ជើញបាទអបអរសាទរបាទសូមអញ្ជើញបាទខ្ញុំដូចជាហត់ហ៎បងយ៉ាងម៉េចពេញអីពេជ្រឯងនេះល្អនោះល្អមើលអង្គុយសិនមើលអង្គុយសិនណាហើយគាត់ដើរបន្តិចហ្នឹងក៏ហត់ដែរខ្ញុំគិតថាយើងដូចជាច្រឡំផ្លូវបងច្រឡំផ្លូវបាទអត់ទេខ្ញុំគិតថាណែផ្លូវហ្នឹងច្បាស់ណាស់ផ្ទះអូនទាវនោះអត់ច្រឡំទេពីព្រោះការខ្ញុំមកស្មូតផ្ទះអូនទាវហ្នឹងក៏ខ្ញុំចំណាំផ្លូវហ្នឹងច្បាស់ដែរកាលពីមកលមុនហ្នឹងបងពិតមែនហើយវាមហត់ដល់ថ្នាក់ហ្នឹងទេតែឥឡូវឆ្ងាយទៅមែនទេកាលហ្នឹងពេជ្រឯងអត់មានទន្ទឹងផ្លូវអញ្ចឹងឥឡូវអញ្ចឹងណែបាទមើលសិនអីនោះគាត់តែយើងនិយាយឥឡូវមកដល់ផ្ទះអូនទាវហើយតាណាបងណានោះខ្លោងទ្វារផ្ទះអូនទាវនោះអូឃើញអត់បាទបងណែអូនណាបាទបងនោះខ្លោងទ្វារផ្ទះអូនទាវបាទណែចេះកាលមុននៅលោកដល់ពេលឥឡូវសឹកអញ្ចឹងដូចជាមិនដែរអត់អីទេណាអត់អីទេបងអត់អីទេដល់ពេលអញ្ចឹងបងចង់ទៅរកអូនទាវព្រាមដល់ហើយបងណែមិនពេចខ្ញុំឮថាជ័យផាន់គាត់កាចណាយើងមកឆៅអញ្ចឹងដូចជាកើតអីបងដឹងថាជ័យផាន់គាត់កាចតែចេះអូនពេជ្រឯងនៅចាំផ្លូវទៅចាំផ្លូវឲ្យខ្ញុំណាចាំផ្លូវឲ្យខ្ញុំទុកខ្ញុំចូលទៅជួបអូនទាវចាំទៅបងមិនទៀតហើយពេជ្រកើតអីកើតរឿងអីផាន់គាត់កាចណាតែមិនអីទេលើចេះពេជ្រឯងនៅចាំមើលផ្លូវបាទបងចាំមើលផ្លូវ
ពេលណាតាមានឃើញជាផាន់ឬអ្នកណាគេមកឲ្យសញ្ញាមកខ្ញុំព្រាមណាបាទអញ្ចឹងទៅចាំខ្ញុំនៅខាងក្រៅបាទចាំផ្លូវទៅខ្ញុំផងអញ្ចឹងបងប្រយ័ត្នយ៉ែងផងណាអរគុណអត់អីទេបាទបងទៅមើលផ្លូវណាបាទបងបាទមើលផ្លូវបានល្អបាទដូចជាមិនកើតទេដឹងដូចជាញ័រដៃចាក់ចុងដៃចុងជើងមកទេអូនឹកឃើញហើយតោះតែច្រៀងអូនទៀវបងនឹកអូនអូនទៀវបងមកអត់ខ្លាចយ៉ាងណាចឹងទេអូនទៀវទៅថាបងនឹកអូនយ៉ាងណាទេអូនក៏នឹកបងដែរតាំងតែពីណោចយ៉ាងមិនដែលឃើញជួបយ៉ាងប្រំឡៃខ្ញុំភ័យអ្វីម្លេះសូមត្រង់អូនទៀវដឹងថាបងនឹកអូនទៀវប៉ុណ្ណាទេអូនក៏នឹកបងដែរពិតមែនណាចាបងគុំអូនទៀវបងមកបងមិនខ្លាចញ៉ាំម្ដាយដឹងទេបែកសំឡេងអូនទៀវយូរអូនទៀវដូចជាខ្សោះសំឡេងមែនអូនសើចអរគុណច្រើនបាទសូមអរគុណទៅមិនត្រឹមតែមានរូបសម្បត្តិស្រស់សភាច្រៀងពីរោះហើយបង្ហាញអត្តសញ្ញាណជាតិខ្មែររបស់យើង
ចាប់ដៃគូចម្រៀងពិតជាស័ក្តិសមណាស់បាត់បាញ់មិញណាធ្វើឲ្យយើងរំលឹកដល់ខ្សែរឿងទុំទាវរបស់ព្រឹត្តិកម្មរស្មីហងមីរបស់យើងណាបាទអ្វីទៅប៉ុន្តែលោកខំសុខនាងដូចជាមិនមែនជាតួអង្គសម្ដែងក្នុងរឿងទេបាទខ្ញុំមិនមែនជាតួអង្គសម្ដែងក្រៅអូខេទេក៏ប៉ុន្តែបើក្នុងរឿងល្ខោន GK តែម្ដងខ្ញុំជាតួអង្គតួទុំអូតួទុំតែម្ដងបើសម្ដែង GK លើឆាកខ្ញុំតួទុំវិញចាបាទហើយថ្ងៃនេះបានជួបជុំគ្នាអញ្ចឹងប្រហែលជារំភើបចិត្តខ្លាំងណាស់តែមុននឹងថ្លែងនៅការរំភើបចិត្តសូមស្វាគមន៍ទៅកាន់ទស្សនិកជនរបស់យើងបន្តិចសិនចាសូមគោរពដល់ទស្សនិកជនដែលបានមកទេសនានៅទីនេះចាហើយនាងខ្ញុំឃើញថាយីកេហ្នឹងមិនសូវជាជំនាញទេចាតែគ្រាន់តែសម្ដែងបានអ្វីដែលសំខាន់នោះខ្ញុំខាងកផ្លុកកផ្លែងអីខ្លាចតែចេញទៅចេញកផ្លែងបាទអញ្ចឹងអនុញ្ញាតបញ្ជាក់ជូនដល់ទស្សនិកជនបានជ្រាបបន្តិចថាអ្នកនាងហងដាលីននេះគឺបានជាប់នៅចំណាត់ថ្នាក់ជ័យលាភីលេខ1បាទនៅក្នុងមហោស្រពចម្រៀងសកលនៅឆ្នាំ2011បាទបន្ទាប់យើងនឹងបានទៅជ័យគ្នាមានទាំងពានរង្វាន់បាទមានទាំងការបង្ហាញជូនស្ដីអំពីសកម្មភាពនៃការប្រព្រឹត្តទៅនៅក្នុងដំណើរជីវិតរបស់ជំនាញចូលក្នុងវិស័យសិល្បៈមានរឿងច្រើនទៀតថ្ងៃនេះពិតជាមានសំណាងខ្លាំងណាស់ដែលបានជួបអ្នកទាំងពីរណាបាទយើងនឹងបានជួបចាអរគុណច្រើនខណៈនេះកម្មវិធីរបស់យើងសូមអនុញ្ញាតសម្រាប់វិទ្យុសិនខ្ញុំឈ្នះយើងឈ្នះអ្នកណាឈ្នះយើងមែនហើយអ្នកណាយើងឈ្នះយើងជាអ្នកណាកម្ពុជាប្រទេសកម្ពុជាមែនហើយត្រាបៀកម្ពុជាពិតមែនប្រជាជនកម្ពុជាមែនហើយតើយើងឈ្នះអ្វីរង្វាន់ស្រាបៀររបស់ថ្នាក់លេខ3ក្នុងពិភពលោករង្វាន់ស្រាបៀរអន្តរជាតិឆ្នាំ2013ពីប្រទេសអង់គ្លេសអស្ចារ្យទេអស្ចារ្យណាស្រាបៀរចំនួន953ម៉ាកមកពី47ប្រទេសបានចូលរួមប្រកួតយើងទទួលបានចំណាត់ថ្នាក់លេខ3ស្រាបៀរកម្ពុជាពិតជាស្រាបៀរលំដាប់ថ្នាក់ពិភពលោកមែនតើខ្ញុំមានមោទនភាពឬទេខ្ញុំមានមោទនភាពណាស់ពិតណាស់ពិតមែនប្រកាសណាស់អញ្ចឹងអ្នកណាឈ្នះស្រាបៀរកម្ពុជាអ្នកណាឈ្នះអ្វីកម្ពុជាឈ្នះស្រាបៀរជាតិមោទនភាពជាតិគ្រប់ពេលបើពិសាគ្រឿងស្រវឹងកុំបើកបOnly you ទឹកដោះគោស្រស់វ៉ាហាហាសម្រាប់សុខភាពពង្រឹងស្មារតីជំនួយខួរក្បាលធ្វើឲ្យឆ្អឹងរឹងមាំសមស្របសម្រាប់គ្រប់វ័យផ្សំពីផ្លែឈើស្រស់ទឹកដោះគោស្រស់រសជាតិផ្លែឈើវ៉ាហាហាគិតដល់សុខភាពកុំភ្លេចទឹកដោះគោស្រស់រសជាតិផ្លែឈើវ៉ាហាហាទំនាក់ទំនងចាយបន្ត06900 អ្នកដឹងទេថាវីតាមីន B12 មានអត្ថប្រយោជន៍ដូចម្តេចខ្លះការងារត្រូវប្រើកម្លាំងពេញមួយថ្ងៃមានពេលសម្រាកសោះរសៀលមិនទាន់ទេអស់កម្លាំងរលីងវីតាមីន B12 ជួយឲ្យរាងកាយមានថាមពលគ្រប់គ្រាន់បញ្ចេញពលកម្មមិនឆាប់អស់កម្លាំងរៀនផងស្រាវជ្រាវផងហើយត្រូវធ្វើលំហាត់ទៀតធ្វើឲ្យភ្នែកខ្ញុំស្រវាំងជាញឹកញាប់វីតាមីន B12 ជួយបង្កើតគ្រាប់ឈាមទៅចិញ្ចឹមរាងកាយនិងខួរក្បាលធ្វើឲ្យស្មារតីភ្លឺថ្លាខារ៉ាបាល់មានវីតាមីន B12 ជំនួយខួរក្បាលដល់មកហើយស្រាបៀរអង្គរបដូរទម្រង់ដបថ្មីមានរាងស្លីមហើយសិចស៊ីជាងមុនទម្រង់ដបថ្មីរបស់ស្រាបៀរពេញនិយមបំផុតនៅកម្ពុជាពេលស្រវឹងសុំកំបាក់បោប្រាសាប៊ូវៃប្រាសាប៊ូវៃប្រាសាប៊ូនួនអានងបានទាំងសម្រាប់បានទាំងរង្វាន់ប្រាសាប៊ូវៃប្រាសាប៊ូវៃប្រាសាប៊ូនួនអានងបានទាំងសម្រាប់បានទាំងរង្វាន់ប្រាសាប៊ូដកខ្លួននួនអានងបានទាំងសម្រាប់បានទាំងរង្វាន់ចេញភ្លាមឈ្នះភ្លាម iPhone 5 50 រង្វាន់ iPad mini 50 រង្វាន់លុយសុទ្ធ 100000 ដល់ 5000000 រៀល 1000 រង្វាន់ដោយឡែកសម្រាប់អាជីវករឈ្នះ Samsung Galaxy 50 រង្វាន់និងលុយសុទ្ធរាប់ពាន់រង្វាន់ទៀតប្រាសាប៊ូដកខ្លួននួនអានងបានទាំងសម្រាប់បានទាំងរង្វាន់
Production Studio រក្សាស្នាមញញឹមរបស់លោកអ្នកឲ្យថិតថេរជាអមតៈស្រាបៀរកម្ពុជាស្រាបៀរជាតិមោទនភាពជាតិបាទដែលជាឧបត្ថម្ភធំនៅក្នុងកម្មវិធីរបស់យើងបាទសូមអបអរសាទរស្រាបៀរកម្ពុជាដែលបានឈ្នះរង្វាន់មេដាយស្រាបៀរពិភពលោកចំណាត់ថ្នាក់លេខ3នៅក្នុងការប្រកួតស្រាបៀរលំដាប់ថ្នាក់អន្តរជាតិនៅប្រទេសអង់គ្លេសឆ្នាំ2013សូមអរគុណដល់អ្នកចូលរួមសហការឧបត្ថម្ភនៃកម្មវិធីគឺទឹកដោះគោស្រស់វ៉ាហាហាគឺជាទឹកដោះគោស្រស់ឬជាផ្លែឈើដែលមាន4រសជាតិគឺប៉ោមក្រហមប៉ោមខៀវដូងនិងម្នាស់មានគុណប្រយោជន៍ល្អសម្រាប់សុខភាពជំនួយខួរក្បាលជំនួយឆ្អឹងនិងស្បែកស្អាតសមស្របសម្រាប់គ្រប់វ័យនាំចូលដល់ក្រុមហ៊ុនម៉ានិតគ្រប់លេខទូរស័ព្ទ060 900 000គិតដល់សុខភាពកុំភ្លេចទឹកដោះគោស្រស់រសជាតិផ្លែឈើវ៉ាហាបាទសូមអរគុណឥឡូវយើងឃើញជាពានរង្វាន់ពានចាបាទដល់ទៅ2ធំណាបាទចង់រំលឹកអំពីអនុស្សាវរីយ៍បាទព្រោះថាឃើញពានជាងអញនឹកគិតដល់ការខិតខំប្រឹងប្រែងតស៊ូមិនមែននៅស្គៀមគឺយើងបាននោះទេបាទតើឆ្លងកាត់វេទិកាអ្វីមួយដែលជាការប្រកួតប្រជែងជាតិបាទនេះជាពានរង្វាន់អ្វីដែលបាទសូមអ្នកនាងដាលីនជួយជម្រាបជូនទស្សនិកជនរបស់យើងបន្តិចពានមួយនេះបងប្រុសពានមួយនេះជាពានរង្វាន់ថ្នាក់ខេត្តពានរង្វាន់ថ្នាក់ខេត្តប្រចាំខេត្តណាដែរបាទប្រចាំខេត្តកណ្ដាលខេត្តកណ្ដាលបាទទៅលើវិញ្ញាសាអ្វីដែរប្រឡងប្រជែងវេទិកាណាបាទចាពេលហ្នឹងប្រឡងពីទម្រង់ចាវិញ្ញាសាបុរាណដូចគ្នាប៉ុន្តែគាត់ថាបុរាណចែកខុសគ្នាទម្រង់បាទប្រពៃណីនិងមហោរីប្រពៃណីនិងមហោរីចាបាទសូមត្រឡប់ទៅលោកសាស្ត្រាចារ្យខំសុនាងហេតុអ្វីបាទបានជាលើកយកទៅវិញ្ញាសាពីរនេះមិនមានវិញ្ញាសាបែបជាល្ខោនជាគេអីចឹងបាទពីព្រោះគាត់កាលសម័យហ្នឹងគាត់ប្រឡងគឺមាន2វិញ្ញាសាតម្រូវតែម្ដងវិញ្ញាសាទី1គឺគាត់ប្រឡងជាបាទចម្រៀងប្រពៃណីចម្រៀងប្រពៃណីដែលប្រជាជនខ្មែររបស់យើងច្រើនតែហៅថាភ្លេងការបាទទម្រង់ភ្លេងការបាទទម្រង់ភ្លេងការហ្នឹងហើយមួយទៀតគឺចម្រៀងមហោរីបាទសូមអរគុណណាស់ហើយកាលនោះប្រហែលជាមានបេក្ខជនបេក្ខនារីចូលរួមដាក់ពាក្យប្រហែលជាប្រមាណអ្នកដែរនៅចាំបានទេចាចាំបានទេបងតែពេលហ្នឹងច្រើនមែនតើបាទក្របខ័ណ្ឌថ្នាក់ខេត្តណាចាបាទហើយលោកខំសុនីមិនបានចូលរួមប្រឡងប្រជែងអតីតកាលនោះបាទពីអតីតកាលគឺខ្ញុំចូលប្រឡងដែរតាំងពីឆ្នាំ98បាទ98គឺខ្ញុំប្រឡងជាចម្រៀងសម័យទេសម័យនោះបាទកាលឆ្នាំ98គឺខ្ញុំចំណាត់ថ្នាក់លេខ2ចម្រៀងឆ្លើយឆ្លងនៅស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ5ខេមរៈភូមិន្ទបាទហើយឆ្នាំ98ដូចគ្នាស្ថានីយ៍ទូរទស្សន៍អប្សរាបាទគាត់ធ្វើចម្រៀងគាត់មានប្រឡងចម្រៀងសម័យចម្រៀងប្រពៃណីនិងចម្រៀងជាពួកបានតែចម្រៀងអមដោយក្បាច់រាំបាទសូមអរគុណណាស់បាទដោយសារលោកមិនបានភ្ជាប់នៅពានរង្វាន់មកជាមួយណាខ្ញុំចង់រំលឹកដល់យើងដាលីនបន្តិចណាបាទបទចម្រៀងជាប្រពៃណីគឺបទបែបភ្លេងការកាលនោះលើកយកបទអីមកច្រៀងបាទចាកាលហ្នឹងខ្ញុំច្រៀងបទផាត់ជាខ្លាយចាបាទចាកាត់កំទាន់ឲ្យសមសាកបទចម្រៀងហ្នឹងចាចង់ដឹងសិនថាអាយុប្រហែលដែរពេលដែលចូលប្រឡងចាពេលខ្ញុំចូលប្រឡងអាយុ17ឆ្នាំ17ឆ្នាំទេចា17ឆ្នាំមានការជំរុញចិត្តពីក្រុមគ្រួសារឬមិត្តភ័ក្តិឬក៏តាំងចិត្តខ្លួនឯងជាពិសេសបែបណាចាចូលរួមច្រើនដូចជាលោកឪពុកអ្នកម្ដាយខ្ញុំជួយជំរុញផងហើយវិស័យខ្ញុំចូលចិត្តខាងហ្នឹងផងដល់អញ្ចឹងខ្ញុំចង់វិវត្តខ្លួនឯងទៅមុខណាបងចាគិតថាខ្លួនឯងមានចំណុចពិសេសមួយហើយដូច្នេះចង់ធ្វើការបង្ហាញជូនក៏ដូចជាមានការប្រកួតប្រជែងเนาะចាឥឡូវនេះដើម្បីរំលឹកទៅដល់អនុស្សាវរីយ៍ដែលអ្នកនាងចាដាលីនមិនអាចបំភ្លេចបានចាព្រោះថាជាជំនាញរបស់អ្នកនាងចាបាទហើយក៏ប្រឡូកអាជីពនេះប្រចាំថ្ងៃផងដែរជាបំណិនជីវិតបាទអរគុណអញ្ចឹងលើកយកបទនឹងតែម្ដងណាបាទអបអរសាទរជូនដល់អ្នកនាងដាលីនបាទសម្រាប់បទចម្រៀងនេះច្រៀងបងប្រុសច្រៀងគោកត្មងបាទសូមសំលេងអមដោយសំលេងត្រង់ខ្ញុំតាលោច្រៀងគោកប៉ុន្តែច្រៀងគោកទៅច្រៀងក្នុងទឹកខ្លាចឆ្លក់ទៀតអត់ទេយើងមានទឹកឈូនៅពីក្រោយដែរណាតែកាលណាយើងច្រៀងក្នុងទឹកគេថាយើងកាពើបើមិនកពើក៏ត្រីដែរចឹងកុំច្រៀងក្នុងទឹកអីចាបាទទុកឲ្យស្ដេចនាគគាត់ច្រៀងទេមែនហើយបងចាឥឡូវសុំរាប់បាទ3លេងតិចមក2 1បាទសូមជើញស្រណោះ
រសៀលឡើយត្រជាក់ហើយទាញត្បាញមកពាក់សិញ្ចប់មកលើកៃជើងជន់ឈើឆ្នូនដៃកាន់ណាយត្រល់ថ្មីសិញ្ចប់មកលើកៃម៉ែឲ្យមានប្តីស្ដាយវៃក្រមុំបងអើយបងបាទអរគុណច្រើនបាទអូព្រោះណាបាទមកឃ្លាចុងក្រោយមិញហ្នឹងគឺព្រោះមែនតើណាម៉ែឲ្យមានប្តីស្ដាយវ័យក្រមុំព្រោះកាលហ្នឹងប្រពៃណីខ្មែរយើងមានចូលមលុបណាបាទគឺថាពិសេសណាស់ការគោរពខ្ជាប់ខ្ជួននៅអត្តសញ្ញាណជាតិជាពិសេសក្នុងនាមជាស្ត្រីខ្មែរបាទហើយលើកយកបទចម្រៀងនេះប្រហែលជាអាចភ្ញូចអារម្មណ៍នឹកគិតទៅដល់វេទិកានៃការប្រកួតប្រជែងនោះដោយសារមានបេក្ខជនបេក្ខនារីច្រើនការប្រឡងថ្នាក់ខេត្តបាទឥឡូវយើងក៏លេចមកពានរង្វាន់មួយទៀតបាទជាពានរង្វាន់អ្វីដែរចាពានរង្វាន់មួយនេះជាពានរង្វាន់សកលចាប្រឡងចម្រៀងមហោស្រពសិល្បៈចម្រៀងសកលបាទចាកាលហ្នឹងគឺយើងរៀបចំយ៉ាងពិសេសគឺមានសិល្បករខ្មែរយើងមកពីបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោកមកជួបជុំគ្នានៅព្រះរាជាណាចក្រកម្ពុជារបស់យើងដែលរៀបចំយ៉ាងពិសេសបាទខាងក្រសួងវប្បធម៌ចាអ្នករៀបចំលើកយកបទចម្រៀងអ្វីមកច្រៀងចាពេលហ្នឹងខ្ញុំលើកយកពីតម្រងដែរចាបទមហោរីហ្នឹងបទខ្នេកខ្នក់ចាហើយបទប្រពៃណីហ្នឹងគឺបទមិញហ្នឹងឯងចាអញ្ចឹងបានន័យថាយើងជ្រើសរើសយកពីវិញ្ញាសាណោះចាពីវិញ្ញាសាចាឥឡូវពិតជាចង់ស្ដាប់បទខ្នេកខ្នក់ណោះចាអត់ធ្លាប់ឮសោះមហោរីតែចំណងជើងថាខ្នេកខ្នក់បាទអូលោកសាស្ត្រាចារ្យខាងសំនៀងប្រហែលជាចង់បំភ្លឺរឿងអីមួយណាបាទព្រោះតេតិនជំនាញរបស់លោកដែរណាបាទអញ្ចឹងដែលយើងជួយបំភ្លឺតិចទៅថាតើខ្នេកខ្នក់នោះមានអត្ថន័យយ៉ាងណាបាទចាបាទខ្នេកខ្នក់ហ្នឹងគឺថាតួស្រីហ្នឹងច្រៀងលោមទៅលើតួប្រុសហ្នឹងបាទចាស្ដាប់ទៅហ្នឹងចម្រៀងមហោរីហ្នឹងស្ដាប់ទៅគឺថាទុនសំឡេងទុនហើយនឹងជួយដាស់អារម្មណ៍បរោះម្នាក់ហ្នឹងឲ្យងាកមកមើលនារីម្នាក់ហ្នឹងចាលោកខាងសុននេះជួយខឹងតិចទៅបាទធ្វើមុខធ្វើមិនដឹងដើម្បីគាត់លួងបាទឥឡូវគាត់ច្រៀងហ្នឹងរួមតួសម្ដែងជាមួយគាត់ទៅមានត្រូវការឧបករណ៍ភ្លេងបុរាណខ្មែរយើងចាត្រូវការស្គរបាទអញ្ចឹងសូមឧបករណ៍ភ្លេងស្គរបាទសូមបាទអញ្ជើញបាទអបអរសាទរជូនដល់ភ្ញៀវកិត្តិយសរបស់យើងហើយថ្ងៃនេះយើងបានស្ដាប់ទស្សនាច្រើនទម្រង់បាទអញ្ជើញបាទគេងយប់អើយកាយដៃគេងថ្ងៃកាយភ្លើត្រៀតណាយប់ជ្រៅបាទអបអរសាទរបាទឥឡូវលោកខំសំនៀងវិញម្ដងលោកអាចច្រៀងបទបែបមហោរីបានទេបាទចាដើម្បីឆ្លើយមហោរីបានបាទឥឡូវឆ្លើយតបទៅអ្នកនាងអាចមកឃ្លាពីឃ្លាវិញទៅបាទចាលួងវិញទៅចាស្ដាប់មកបែបម្នាក់ពោះស្ដាប់សំឡេងជាបរិសុទ្ធស្ត្រីបាទអូយធ្វើងងម្ដងម្នាក់ចឹងហ្មងហ៎ធម្មតាស្រីគេរៀងរឹកបន្តិចទៅអូបាទសូមជើញបាទល្អអើយល្អរកគ្មានទើស្លុតណាវិញ្ញាណពេលដែលរៀមបងបានយល់ភាំងត្រាក្នុងចិត្តជ្រួលច្របល់ខ្វល់អរាព្រោះស្នេហាស្រីបាទពិតជាពីរោះណាបាទក្នុងសម្លៀកបំពាក់បែបនេះបាទបរោះម្នាក់ដែលជាបរោះខ្មែរបាទស្លៀកសម្លៀកបំពាក់
បែបបុរាណប្រពៃណីយើងអញ្ចឹងមើលទៅគឺស៊ីសង្វាក់គ្នាមែនតើណាចាអ្វីដែលខ្ញុំកាត់សម្គាល់ហើយស្ងើចសរសើរពេញចេញពីដួងចិត្តតែម្ដងណាចាពេលដែលអ្នកនាងដាលីនបកស្រាយបទចម្រៀងមុននេះបន្តិចបង្ហាញឲ្យឃើញថាស្ត្រីខ្មែររបស់យើងមានភាពទន់ភ្លន់មែនតើចាទន់ភ្លន់តែរឹងប៉ឹងចារឹងប៉ឹងបាទប្រកាសណាស់ថ្ងៃនេះណាគាត់សប្បាយចិត្តណាស់គាត់ខាងនារីគាត់បកស្រាយដល់បកគ្នាខ្នក់ហើយបាទយើងតបទៅវិញល្អរកគ្មានល្អគ្មានផ្ទឹមចាដើម្បីលួងគាត់វិញចាអរគុណគាត់វិញល្អគ្មានផ្ទឹមទេប្រកាសណាស់ចាឥឡូវនេះយើងបន្តសំណួរតាក់ទងជាមួយនឹងអ្នកនាងដាលីនជាបន្តទៀតមុននឹងអភិវឌ្ឍខ្លួនដើម្បីចូលរួមនៅក្នុងការប្រកួតប្រជែងដើម្បីដណ្ដើមជោគនៅពានរង្វាន់ក៏ដូចជាកិត្តិយសជាច្រើនដែលពាក់ព័ន្ធជាមួយនឹងវិស័យសិល្បៈយើងត្រឡប់ថយក្រោយថាតើតាក់ទងជាមួយនឹងវិស័យសិល្បៈក៏ដូចជាជំនាញដែលទទួលបានសប្តាហ៍ថ្ងៃនេះថាតើទទួលការហ្វឹកហាត់តាំងពីអាយុប៉ុន្មានហើយពីអ្នកណាដែរចា៎ចាពេលហ្នឹងខ្ញុំដើរតាមអ្នកម្ដាយតាំងពីទូចចាគេថាម្ដាយខ្ញុំហ្នឹងគាត់លេងល្ខោនចាដល់ពេលអញ្ចឹងទៅខ្ញុំទៅតាមគាត់ពេលទំនេរពីការសិក្សាអញ្ចឹងចាទៅតាមគាត់អញ្ចឹងទៅដល់ពេលហ្នឹងគេទុកឱកាសឲ្យខ្ញុំចាច្រៀង3បទហោមរោងអីហ្នឹងណាចាឡើងទៅលើឆាកល្ខោនអញ្ចឹងទៅច្រៀងយកពឹសការចាអូដើម្បីចង់បានពឹសការច្រៀងយកពឹសការហើយច្រៀងយកចំណេះចាព្រោះអីខ្ញុំចង់សម្ដែងចង់ចេះដូចអ្នកម្ដាយចាបន្ទាប់មកហ្នឹងក៏ចេះតាមម្ដាយរហូតពីទូចមកដល់ពេលអាយុ13ឆ្នាំចា13 14ឆ្នាំហ្នឹងខ្ញុំចូលហាត់ពេញលេញតែម្ដងចាហាត់ជាមួយនឹងគ្រូនៅខេត្តកណ្ដាលចាអញ្ចឹងបានន័យថាអាយុ13ដល់14ឆ្នាំបានដាលីនធ្វើការបកស្រាយជូនទៅដល់មហាជនបានយ៉ាងពេញលេញតាក់ទងជាមួយនឹងអាជីពរបស់យើងចាហាត់បដាល់អនុវត្តបដាល់ចាមានដែរទទួលពីបងប្អូនដែលស្ដាប់បន្ទាប់ពីស្ដាប់សម្លេងយើងហើយពីព្រោះវ័យ13ឆ្នាំទោះបីជាយ៉ាងណាក៏នៅតែជាសម្លេងក្មេងចាយើងមានលក្ខណៈពិសេសអ្វីដើម្បីតាក់ទាញការចាប់អារម្មណ៍ពីពួកគាត់ចាឃើញថាពេលហ្នឹងជួបការលំបាកដែរបងប៉ុន្តែដោយការវឹកហាត់ពីអ្នកម្ដាយហើយមានសម្លេងនិយាយថាជាតិពីកំណើតមកណាបែបចាស់ស្អកហ្នឹងចាអញ្ចឹងច្រៀងទៅដូចជាមិនសូវជាស្ដាប់ទៅក្មេងដែរអញ្ចឹងបានន័យថារូបក្មេងសម្លេងចាស់ហ្នឹងណាចានេះគឺជាចំណុចពិសេសរបស់យើងគេច្រើនតែដាក់រហ័សសំនៀងឲ្យគេដាក់រូបក្មេងសម្លេងចាស់បាទសុំអរគុណណាហើយខ្ញុំសុំត្រឡប់មកអ្នកនាងដាលីនដែលតាក់ទិនទៅនឹងជំនាញព្រោះថាលោកសាស្ត្រាចារ្យខំសុខនាងបានបញ្ជាក់ជូនហើយបាទមិនមែនមានតែមួយជំនាញទេបាទឥឡូវនេះកាត់សក់ភ្លេងការអីរួមជាមួយគ្នាធ្លាប់បានជួបគ្នាធ្វើជាដៃគូជាមួយគ្នាទេបាទនិយាយរួមទៅគឺអត់តាន់ទេអត់តាន់ដែរបានជួបគ្នាមករងសោះបាទអញ្ចឹងនេះជាលើកទី1ដែលវេទិកាយើងផ្ដល់ជូនបាទតែបានជួបគ្នាតែមើលទៅដូចជាស៊ីសង្វាក់នេះដូចជាធ្លាប់រួមការងារជាមួយគ្នាច្រើនមកព្រោះចេះគាត់ធ្លាប់រៀនខាងបុរាណចឹងដែរធ្លាប់ចឹងដែរនៅពេលដែលយើងបានជួបគ្នាយើងអាចពិភាក្សាគ្នាចឹងទៅយើងបង្កើតជាអ្វីមួយទៅយើងបានឆាប់យល់គ្នាបាទយើងឆាប់យល់គ្នាបាទព្រោះថាលោកកម្មសំនីងគឺជាអ្នកដឹកនាំរឿងផងមែនទេបាទមានពេលខ្លះណាខ្ញុំនៅឆ្នាំ98ដល់ឆ្នាំ2099ឆ្នាំ2001គឺខ្ញុំរៀនបញ្ញាបត្រផ្នែកដឹកនាំរឿងល្ខោនផ្នែកដឹកនាំរឿងល្ខោនបាទចឹងប្រកាសជាដឹងច្បាស់ណាស់ណាវេយ្យាករណ៍បាទចឹងបានឃើញលោកសំដែងមិញគឺស័ក្តិសមអត់ទាស់តែម្ដងបាទដែលធ្វើទស្សនិកជននេះជួយចិត្តអារម្មណ៍បាទទ្រទស្សនិកជនទីគ្រប់នៅវគ្គបន្ទាប់ពីនេះលោកអ្នកនឹងបានជ្រាបនៅអ្វីដែលធ្វើឲ្យលោកនាងកញ្ញាចង់តាមដានទស្សនាជាបន្តអនុញ្ញាតសម្រាប់ទីសម្រាប់